អំពីការឲ្យទាននឹងឯងដែលយើងនឹករលឹកឃើញដល់ការបំពេញបារមីរបស់ព្រះបរមពុរិស័ទរហូតដល់តែព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធយើងនឹកឃើញអញ្ចឹងទៅយើងគោរពក្នុងទានហ្នឹងទៀតដែលហៅថាសកច្ចាំងទាននាងតេតេឲ្យទានដោយគោរពគឺមានទាននឹងឯងជាអារម្មណាធិបតីអារម្មណ៍ដ៏ជាទីគោរពសម្រាប់យើងឲ្យទានហ្នឹងដោយយើងមិនលំអៀងទៅរកបុគ្គលណាទេអ្នកណាក៏ដោយដែលបានឲ្យទានណាយើងត្រូវគោរពនៅក្នុងកុសលថ្នាក់ទានហ្នឹងព្រោះអីព្រោះកុសលថ្នាក់ទានមានអំណាចរួមជាមួយនឹងបារមីដទៃបានអភិសេកព្រះអង្គឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធខ្វះទានបារមីអត់បានត្រាស់ដឹងទេមិនបានជាព្រះវិជ័យកពុទ្ធមិនបានជាអគ្គសាវកពុទ្ធមិនបានជាពុទ្ធមេត្តាពុទ្ធបិតាកន្សៃសារពេចពុទ្ធអរោះគឺមិនបានទាំងអស់គឺថាសិតតែសម្រេចទៅដោយទានទៀតដែលរៀបចំឲ្យមានឋានៈពងខ្ពស់រៀបចំឲ្យមានពណ៌សម្បុរល្អរូបរាងកាយល្អអីហ្នឹងគឺមើលនៅក្នុងបៃដកលេខ19ក្នុងលក្ខណៈសូត្រដែលមហាបរិស័កលក្ខណៈ32ប្រការរបស់ព្រះអង្គសម្រេចដោយទានសម្រេចដោយសិលមកទាំងអស់ខ្វះទានធ្វើម៉េចរៀបចំមហាបរិស័កលក្ខណៈឲ្យបានសមរម្យដើម្បីត្រាស់ជាព្រះសម្មាសម្ពុទ្ធប៉ុណ្ណាដូច្នេះគឺព្រះអង្គទ្រង់មានឆាប់ពន្ធរាំងសីប្រកេតមាលាពន្លឺចេញពីកណ្ដាលបស័យស័កទៅលើមានរូបមង្គលនឹងផ្ទៃប្របាទមានអនុព្យញ្ញៈល្អណាស់ព្រះពុទ្ធអង្គហ្នឹងគឺដោយសារការដែលបំពេញនៅក្នុងទានបារមីសីលបារមីនឹងឯងដែលបានជាព្រះសម្មាសម្ពុទ្ធបាសិកាវិសាខានាថបិណ្ឌកសិទ្ធិបានសម្បត្តិទាំងអស់នឹងដែលជាផលរបស់ទានហើយក៏បានបំពេញទាននឹងតទៅទៀតរហូតដល់ទៅចូលកម្មភូមិព្រះអរិយៈចឹងគឺនៅក្នុងការដែលយើងឲ្យទានមិនបាននេះគឺដោយអំណាចនៃធម៌ពីរយ៉ាងនឹងឯងយើងពិចារណាមើលតាមនឹងគឺមួយដោយអំណាចនៃសេចក្តីកំណាញ់មួយទៀតដោយសេចក្តីប្រមាទនឹងឯងចឹងនឹងឯងបាលីថាមច្ឆេរាចៈបមាទាចៈអេវੰទានាងអ្នកទីយតិនេះគឺការដែលឲ្យទានមិនបាននឹងឯងដោយធัวពីរហ្នឹងសេចក្តីកំណាញ់ហើយនិងសេចក្តីប្រមាទដូចនេះឯងហើយកលះគាថាទៀតថាបញ្ញមាកាំងខមានេអ្នកទេយ៉ាងហោតិវិជាអ្នកតាតិបុគ្គលដែលប្រាថ្នាបុណ្យបញ្ញមាកាំងខមានេអ្នកនេះដែលជាអ្នកប្រាថ្នាបុណ្យស្រឡាញ់បុណ្យហើយនឹងជាអ្នកដែលមានចំណេះវិជ្ជាចេះដឹងទៅនៅក្នុងរឿងបុណ្យបាបគុណទោសហ្នឹងបានដឹងអំពីគុណនៃការឲ្យទានដែលនាំឲ្យព្រះពុទ្ធអង្គបានត្រាស់ដឹងជាដើមហ្នឹងក៏បីឲ្យទានទៅគួរតែឲ្យទានហើយទេយ៉ាងហោតិណាបញ្ញមាកាំងខមានេអ្នកទេយ៉ាងហោតិវិជាអ្នកតាតិនឹងដូច្នេះគឺថាញាតិញោមបងប្អូនពុទ្ធបរិស័ទទីប្រុសទាំងអស់គួរតែរីករាយក្នុងការបំពេញបុណ្យយើងមិនងាយមានឱកាសដែលបានធ្វើដោយសពថ្ងៃនេះទេទាំងព្រោះយើងមិនមែននៅតែអញ្ចឹងណាទាំងយើងចាស់រាល់ថ្ងៃឃើញទេហើយក្នុងបណ្ដាថ្ងៃដែលយើងចាស់ហ្នឹងមានថ្ងៃមួយចំនួនដែលយើងឈឺហើយក្នុងបណ្ដាថ្ងៃដែលយើងឈឺមានថ្ងៃមួយដែលយើងត្រូវស្លាប់តើយើងនៅតែធ្វើអញ្ចឹងបានដែរទៀតឬអត់ដែលយើងត្រូវប្រត់ចាកពីលោកនេះទៅជាពិតប្រាកដយើងមើលអ្នកដែលធ្លាក់យន្តហោះអ្នកដែលគ្រោះថ្នាក់ចរាចរណ៍អ្នកដែលបាត់បង់ដោយអ្នកដែលបាត់បង់ជីវិតដោយជំងឺរោគាគ្រោះថ្នាក់ឧបទ្ទវហេតុផ្សេងវាមានពិតប្រាកដអញ្ចឹងណាហើយជីវិតយើងហ្នឹងបើមិនដោយប្រការណាក៏ប្រការណាការដែលបាត់បង់ជីវិតរមែងមានជាប្រកបហើយយើងអត់ស្ដាយទេអត់ស្ដាយដែលយើងបានមកធ្វើបុណ្យនៅវត្តអញ្ចឹងណាអត់ស្ដាយទេហ៎ដែលធ្លាប់បានជើញមកវត្តគុណចាស់ធ្លាប់គង់នៅក្នុងពភ្នួញាតិញោមធ្លាប់ឲ្យទាន500រៀល1000រៀលហ្នឹងស្មានតែងាយយើងបានធ្វើអញ្ចឹងណាចាកលោកនឹងទៅមិនដឹងទៅជាស្អីមិនដឹងមានដៃឬអត់កំណើតតែកម្មបានជាបច្ច័យហ្នឹងសូម្បីតែកើតមកជាមនុស្សល្អល្អហើយមិនដឹងជាមានសទ្ធាដែរឬអត់មិនដឹងជាបានខ្សែគប់នឹងសប្បុរសដែរឬអត់មិនដឹងជាកើតក្នុងវត្តដែល
កើតក្នុងប្រទេសដែលមានវត្តពុទ្ធសាសនាដែរឬអត់អានឹងគឺយើងគួរតែនឹករលឹកដល់ឥឡូវនេះដែលយើងអាចធ្វើទានបានយើងអាចរក្សាសិលបានយើងអាចអញ្ជើញមកវត្តបានមេកបូជាវិសាកបូជាបុណ្យទាននានាធ្វើទៅធ្វើឲ្យសុបាយចិត្តទៅរក្សាសិលទៅហើយអប់រំចិត្តនឹងសំខាន់ណាស់ឲ្យចិត្តនឹងស្ថិតនៅក្នុងធម៌របស់សប្បុរសឲ្យចិត្តនឹងស្ថិតនៅក្នុងផ្លូវនៃកុសលទាំងអានឹងសំខាន់ណាស់យើងមិនអាចមានពេលវេលាច្រើនទេត្រូវតែអប់រំទូលមានចិត្តនឹងឲ្យបានល្អនៅក្នុងធម៌របស់សប្បុរសគឺថាស្ងប់រងាប់ស្លូតត្រង់ស្លូតបូតទន់ភ្លន់ត្រង់ត្រឹមត្រូវមានបញ្ញា